បានសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនខ្ញុំបានសូមណែនាំទីតាំងដីមួយកន្លែងដែលនឹងគៀកនឹងសួនស៊ីម៉ាក់តែម្ដងបាទហើយទីតាំងរបស់យើងនេះយើងថតពីខាងរោងចក្រពុកម៉ែបងប្អូនរោងចក្រកាត់ដេរនៅតាមបណ្ដោយផ្លូវនឹងតែម្ដងប្រហែលជា50ម៉ែត្រទេដល់ទីតាំងដីដែលយើងកំពុងតែដាក់លក់នេះតែម្ដងហើយនេះគឺជាឃ្លាំងគ្រុឌណាពុកម៉ែបងប្អូនខាងវឌ្ឍនៈបាទខាងវឌ្ឍនៈនេះឃ្លាំងរបស់គាត់គឺធំល្អមែនទែនខាងដាក់ឃ្លាំងភេសជ្ជៈស្រាបៀរណាពុកម៉ែបងប្អូនហើយដីរបស់យើងនេះគឺងាយស្រួលក្នុងការរស់នៅឬក៏បើកអាជីវកម្មខ្នាតតូចបានណាពុកម៉ែបងប្អូនមានទំហំ8 គុណនឹង45ទំហំ8ពុកម៉ែបងប្អូនយើងអាចធ្វើផ្ទះរស់នៅបានឬធ្វើទុកស្វេះខាងមុខក៏បានទុកស្វេះខាងក្រោយក៏បានហើយយើងឡើងទៅតាមបណ្ដោយផ្លូវនេះឡើងទៅដល់សួនស៊ីម៉ាក់តែម្ដងប្រហែលជា100ម៉ែត្រទៀតទេដល់សួនស៊ីម៉ាក់ពុកម៉ែបងប្អូនហើយដីហ្នឹងយើងចុះមកពីខាងសួនស៊ីម៉ាក់ប្រហែលជា100 200ម៉ែត្រជាងតិចតួចទេអត់ដល់ផងណាពុកម៉ែបងប្អូនឥឡូវយើងមកដល់ទីតាំងដីរបស់យើងនៅខាងឆ្វេងដៃបើសិនជាយើងមកពីខាងឃ្លាំងគ្រុឌខាងកាត់ដេរពុកម៉ែបងប្អូននេះទីតាំងដីរបស់យើងតែម្ដងដែលមានទំហំ8 គុណនឹង45ជាប្រភេទប្លង់រឹងណាពុកម៉ែបងប្អូនដីនេះគឺតម្លៃ20000ស្តើងទេណាពុកម៉ែបងប្អូនដែលមានតម្រូវការដីប្រភេទប្លង់រឹងនៅក្នុងក្រុងណាពុកម៉ែបងប្អូនអាចអញ្ជើញមកមើលទីតាំងនេះបានហើយយើងឡើងទៅខាងមុខនេះខាងសួនស៊ីម៉ាក់នេះបត់ឆ្វេងទៅបត់ស្ដាំបន្តិចដល់សួនស៊ីម៉ាក់តែម្ដងតោះឥឡូវពុកម៉ែបងប្អូនកុំឲ្យរងចាំយូរខ្ញុំបាទនឹងបង្ហាញទីតាំងទៅដល់សួនស៊ីម៉ាក់តែម្ដងតោះពុកម៉ែបងប្អូនឥឡូវយើងចេញទៅហើយណាយើងចេញទៅតាមផ្លូវនេះយើងមកពីដីនោះណាមិញណាពុកម៉ែបងប្អូនបាទដីនេះឥឡូវយើងមកទៅតាមបណ្ដោយផ្លូវស៊ីម៉ាក់ផ្លូវមួយនេះផងដែរផ្លូវលំនេះយើងអាចចាក់ទៅដល់ផ្លូវ53ទៅខាងស្ទូចផងដែរនេះពុកម៉ែបងប្អូនឥឡូវយើងមកដល់ទីតាំងហើយមកដល់ទីតាំងនេះយើងហួសទៅតាមបន្តិចទេដល់សួនស៊ីម៉ាក់តែម្ដងណាពុកម៉ែបងប្អូនដែលស្គាល់សួនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំងដីរបស់យើងនេះជាប្រភេទដីល្អមែនទែនគៀកនៅកន្លែងរកស៊ីកន្លែងកំសាន្តផ្សេងណាពុកម៉ែបងប្អូននៅជុំវិញសួនស៊ីម៉ាក់នេះតែម្ដងឥឡូវយើងមកដល់សួនស៊ីម៉ាក់ហើយណាពុកម៉ែបងប្អូនបាទនេះមានបើកលក់ផ្សេងតូចធំហើយកន្លែងគេហាត់ប្រាណផងដែរណាពុកម៉ែបងប្អូននេះសួនស៊ីម៉ាក់ហើយខាងនេះសួនស៊ីម៉ាក់ផងដែរណាពុកម៉ែបងប្អូនអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដីអាចអញ្ជើញមកមើលទីតាំងឬក៏ទំនាក់ទំនងមកសួរព័ត៌មានពីខ្ញុំបាទសិនក៏បានដែរបាទសូមអរគុណសូមគោរពលា